ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះផលសុផាតមកបកស្រាយអំពីប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីស្ថិតនៅចម្ងាយប្រមាណ30គីឡូម៉ែត្រនៃទិសខាងជើងភាគខាងកើតនៃទីក្រុងសៀមរាបហើយមានទីតាំងស្ថិតនៅទីក្រុងបុរាណឈ្មោះថាឥស្វរបុរៈប៉ុន្តែឥឡូវតំបន់នេះត្រូវបានក្លាយជាស្រុកបន្ទាយស្រីនៃខេត្តសៀមរាបសព្វថ្ងៃប្រវត្តិប្រាសាទបន្ទាយស្រីប្រាសាទនេះត្រូវបានអ្នកស្រុកនៃសម័យក្រោយហៅថាប្រាសាទបន្ទាយស្រីដោយសំអាងលើចម្លាក់រូបភាពអប្សរានៅតាមជញ្ជាំងនៃប្រាង្គសំខាន់ទាំង3របស់ប្រាសាទនេះដែលមានសម្រស់ដ៏ស្អាតប្រៀបដូចជាស្រីសុគាពិតៗចូលមកកសាងប្រាសាទនេះប្រាសាទបន្ទាយស្រីចេញមកពីពាក្យ3ផ្គុំចូលគ្នាក្នុងនោះមានពាក្យប្រាសាទមានន័យថាជាព្រះរាសម្រាប់អាទិទេពគង់នៅពាក្យបន្ទាយមានន័យថាទីកន្លែងសម្រាប់ប្រជាជនរស់នៅតែបច្ចុប្បន្នពាក្យនេះត្រូវបានសម្គាល់ថាជាមូលដ្ឋានរបស់កងទ័ពទៅវិញរីឯពាក្យស្រីឬស្រីមានន័យថាសិរីសួស្តីឬសោភ័ណភាពដូចនេះប្រាសាទបន្ទាយស្រីមានន័យថាជាទីកន្លែងសម្រាប់មនុស្សរស់នៅដើម្បីគោរពបូជាដល់ព្រះអាទិទេពដើម្បីទទួលបាននូវសុខសិរីសួស្តីប៉ុន្តែបើយោងទៅតាមសិលាចារឹកឈ្មោះពិតរបស់ប្រាសាទនេះគឺឈ្មោះស្រីភូវ័នមហេស្វរៈហើយពាក្យត្រីមានន័យថា3ភូវ័នមានន័យថាភូមិឋាននិងពាក្យមហេស្វរៈមានន័យថាអង្គព្រះឥសូរក្នុងទម្រង់សេវលឹង្គដូចនេះប្រាសាទត្រីភូវ័នមហេស្វរៈមានន័យថាប្រាសាទដែលមានព្រះមហេស្វរៈគ្រប់គ្រងឋានទាំង3ហើយជាទីកន្លែងសម្រាប់ឧទ្ទិសដល់ព្រះឥសូរនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ967នៃគ្រិស្តសករាជដោយព្រះរាជគ្រូយក្សវរហៈនិងប្អូនប្រុសរបស់គាត់ឈ្មោះវិស្ណុកុមារជាអ្នកជួយការងារបន្ថែមព្រះរាជគ្រូត្រូវជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័នទី2ក្នុងឆ្នាំ945ដល់ឆ្នាំ968បន្ទាប់មកក្លាយជាព្រះរាជគ្រូរបស់ក្សត្រព្រះបាទជ័យវរ្ម័នទី5ក្នុងឆ្នាំ968ដល់ឆ្នាំ1001ដែលព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ផងដែរជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះដុនពុទ្ធីតាដែលមានតួនាទីមកបកស្រាយនៅចំណុចប្លង់ប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីគឺគេសង់បែរមុខទៅទិសខាងកើតចាប់ផ្ដើមដំបូងពីខ្លោងទ្វារចេញចូលនិងកំពែងទី1ដែលជាខ្លោងទ្វារនៅផ្នែកខាងក្រៅនៅទីនេះមានសេសសល់តែខ្លោងទ្វារធ្វើអំពីថ្មភក់នៅទិសខាងកើតដែលមានខ្លោងទ្វារចូលចេញចំនួន3គឺទ្វារកណ្ដាល1ធំជាងគេនិងទ្វារ2ទៀតនៅសងខាងច្រកចូលទៅកាន់ប្រាសាទបន្ទាប់មកគឺផ្លូវចូលពីខ្លោងទ្វារទី1បើយើងដើរចូលទៅខាងក្នុងតាមខ្លោងទ្វារនេះយើងឃើញផ្លូវចូលមានប្រវែង25ម៉ែត្រស្ថិតនៅចន្លោះកំពែងទី1និងកំពែងទី2ក្រាលដោយថ្មបាយក្រៀមអមដោយគោលសីមានិងសសរជាច្រើនដែលនៅផ្នែកខាងលើមានលម្អចម្លាក់ក្បាច់ផ្កាភ្ញីទៀតផងហើយនៅខាងចុងលើសសរទាំងនោះយើងឃើញចំណិតថ្មលយចេញក្រៅគឺត្រូវបានប្រើប្រាស់សម្រាប់តភ្ជាប់ជាមួយដំបូលធ្វើអំពីឈើប្រក់ក្បឿងហើយយើងក៏ឃើញមានសាលវែងនៅអមផ្លូវដើរចូលដំបងមានសាលវែងចំនួន6នៅសងខាងផ្លូវចូលនេះក្នុងនោះមានចំនួន4នៅខាងឆ្វេងនិងចំនួន2ទៀតនៅខាងស្ដាំដៃក្នុងចំណោមសាលវែងទាំង6នោះគឺមានសាលវែងចំនួន2ស្ថិតនៅពាក់កណ្ដាលនៃផ្លូវចូលគឺសាលវែងខាងជើងនិងសាលវែងខាងត្បូងដែលមានជញ្ជាំងធ្វើអំពីថ្មបាយក្រៀមគ្មានដំបូលប្រហែលជាធ្វើអំពីឈើប្រក់ក្បឿងហើយមានការខូចខាតចំណែកខ្លោងទ្វារធ្វើអំពីថ្មភក់យើងចេញពីសាលទាំងនេះគឺចូលមកដល់ខ្លោងទ្វារទី2ខ្លោងទ្វារទី2នេះ
មានចំនួន2ផ្នែកផ្នែកខាងកើតនិងផ្នែកខាងលិចសាងអំពីថ្មភក់ប៉ុន្តែកំពែងសង់អំពីថ្មបាយក្រៀមខ្លោងទ្វារនៅទិសខាងកើតមានស៊ុមទ្វារបញ្ឈរទាំងសងខាងនិងមានបង្អួចនៅលើស៊ុមទ្វារទាំងសងខាងមានសិលាចារឹកដែលបាននិយាយអំពីបទបញ្ជាដែលមានអត្ថន័យជ្រាលជ្រៅនិងការប្រណិប័តសាសនាហិណ្ឌូដើរចេញពីខ្លោងទ្វារទី2នេះចូលទៅខាងក្នុងបន្តទៀតនៅចន្លោះកំពែងទី2និងកំពែងទី3យើងឃើញមានកសិណឬគូទឹកព័ទ្ធជុំវិញមួយជុំសិននៅពេលដែលយើងដើរឆ្លងកាត់កសិណឬគូទឹកនេះហើយគឺចូលមកដល់ខ្លោងទ្វារទី3ហើយខ្លោងទ្វារទី3នេះមានមួយស្ថិតនៅទិសខាងកើតនិងមួយទៀតស្ថិតនៅទិសខាងលិចខ្លោងទ្វារនៅទិសខាងកើតមានផ្តែរលម្អរូបព្រះនាងលក្ស្មីដែលត្រូវបានដំរីទេពពីរក្បាលយកប្រម៉ោយត្រកងថូរទឹកស្រោចមកលើរូបព្រះនាងចំណែកខ្លោងទ្វារនៅទិសខាងលិចស្ថិតនៅពីក្រោយប្រាង្គទាំង3ហើយដើរចូលទៅខាងក្នុងបន្តទៀតនៃបរិវេណចន្លោះកំពែងទី3និងកំពែងទី4យើងនឹងសង្កេតឃើញមានរូបព្រះគោមួយកំណាត់ខ្លួនជាប់នឹងទម្រធ្វើអំពីថ្មភក់ត្រូវបានដាក់បែរមុខទៅរកប្រាង្គសំខាន់កណ្ដាលដែលឧទ្ទិសដល់ព្រះឥសូរក្រៅពីនេះយើងឃើញមានសាលវែងចំនួន6ទៀតដែលចំនួន2ស្ថិតនៅទិសខាងលិច2ទៀតនៅទិសខាងកើត1នៅទិសខាងជើងនិងមួយផ្សេងទៀតនៅទិសខាងត្បូងបន្ទាប់មកគឺយើងចូលមកដល់ខ្លោងទ្វារទី4កំពែងនេះសាងអំពីឥដ្ឋព័ទ្ធជុំវិញខឿននៃប្រាង្គទាំង3ហើយត្រូវបានបាក់បែកយ៉ាងដំណំប៉ុន្តែខ្លោងទ្វារនៅទិសខាងកើតធ្វើអំពីថ្មភក់ស្ថិតនៅសភាពល្អដែលមានការឆ្លាក់តុបតែងហើយនៅខាងក្នុងបរិវេណកំពែងទី4មានអគារចំនួន2ដែលបែរមុខទៅទិសខាងលិចសាងអំពីថ្មភក់និងថ្មបាយក្រៀមដំបូលប្រអិតអគារទាំងពីរនេះត្រូវបានគេហៅថាហោត្រៃឬបណ្ណាល័យដែលអគារទាំងពីរនេះមានមួយស្ថិតនៅទិសខាងជើងនិងមួយទៀតស្ថិតនៅទិសខាងត្បូងហើយយើងក៏ឃើញមានប្រាង្គ3សំខាន់ឈរតម្រៀបគ្នាជាជួរនៅលើខឿនតែមួយដែលប្រាង្គកណ្ដាលមានកម្ពស់ខ្ពស់ជាងគេហើយប្រាង្គទាំង3នេះគឺមានតួនាទីផ្សេងគ្នាជាមុនដំបូងអ្នកខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីដល់មិត្តរួមចំណងទាំងអស់គ្នាខ្ញុំឈ្មោះជឿសុជាតិមកបន្តពីមិត្តរួមក្រុមរបស់ខ្ញុំទៅលើផ្នែកសិល្បៈសម្រាប់សិល្បៈនេះផងដែរយើងបានបែងចែកជា4ទី1ផ្ដែទី2តសំបែកទី3ហូរជាងនិងទី4រូបបដិមាប្រុសស្រីឥឡូវនេះយើងចូលដល់ផ្នែកទី1គឺផ្ដែសម្រាប់ផ្ដែនេះផងដែរបើតាមអ្នកសិល្បៈគាត់បាននិយាយថាផ្ដែនេះគេធ្វើឲ្យយូរប្រហែលទេអាចនិយាយបានថាស្ថិតនៅក្នុងចន្លោះអន្តរកាលចន្លោះរវាងរចនាបថប្រែរូបហើយនិងភ្លាំងផ្ដែក្នុងរចនាបថមន្ទីរស្រីគេធ្វើតាមរចនាបថមុនបើយើងមើលលើផ្ដែឃើញមានក្បាច់មេឃឈើសំយងចុះក្រោមហើយមានរំយោលនៅចន្លោះមេឃឈើមានរូបព្រះកាលគេចម្លាក់សាច់រឿងនៅចំកណ្ដាលស្លឹកឈើតែសម្រាប់រូបព្រះកាលក្នុងរចនាបថមន្ទីរស្រីនេះយើងសង្កេតឃើញថារាងឃ្លាកចុះមកក្រោមខុសពីសម័យកាលមុនតែបើក្នុងករណីមិនមានចម្លាក់ព្រះកាលទេគេឆ្លាក់សាច់រឿងពេញផ្ទៃស្លឹកឈើតែម្ដងលើពីនេះទៅទៀតយើងសង្កេតឃើញមានមេឃឈើសំយងធ្លាក់ចុះមកក្រោមខ្លាំងរហូតដល់គែមខាងក្រោមហើយក៏មានរូបក្បាលសាទឬក៏ក្បាលព្រះកាលនៅចំរំយោល1/4នៃផ្ដែផងដែរនៅត្រង់ផ្ដែ1/4នៃផ្ដែនេះក៏មានរំយោលធំហើយមានក្បាលសាទឬក៏ក្បាលព្រះកាលមកកឬក៏គ្រុឌខំរំយោលជាដើមមិនតែប៉ុណ្ណោះយើងឃើញមានក្បាច់កបភ្លើងឬក៏ក្បាច់អង្គរសម្រាប់ក្បាច់នេះផងដែរមានទ្រនាប់ខាងក្រោមដូចជាផ្កាឈូក
នៅលើផ្កាឈូកនឹងមានរាងដូចជាកុបភ្លើងមានរាងដូចជាស្លឹកឈើឥឡូវនេះយើងចូលមកដល់ផ្ដែទី2វិញម្ដងសម្រាប់ផ្ដែទី2នេះយើងសង្កេតឃើញមានកន្ទុយមកនៅលើផ្ដែហើយមានមែកឈើមកក្បាច់ស្លឹកឈើរាងដូចទំពក់នៅខាងក្រោមខាងលើឆ្លាស់គ្នាដោយក្បាច់រំយោលលើពីនេះទៅទៀតមានមកចូលក្នុងខំអង្កត់ធ្នូខ្ជាក់សឹងមើលហើយនៅលើមកហ្នឹងក៏មានមនុស្សជីពីលើផងដែរលើពីនេះទៅទៀតក៏យើងសង្កេតឃើញមានស្លឹកឈើនឹងតល់ខ្នងគ្នាចំនួន4សន្លឹកដែលបង្កើតឲ្យមានជាក្បាច់សញ្ញាជើងក្អែកដូចជានៅក្នុងរូបដែលយើងបានឃើញសម្រាប់ផ្ដែទី3នេះវិញម្ដងយើងឃើញថាមានកម្រងមែកឈើមានមនុស្សជីស្តាត់សេមានផ្កាអមហើយក៏មានរំយោលការរំចង់ឬក៏ការបលិតហ្នឹងអមនៅពីក្រោមលើពីនេះទៅទៀតយើងឃើញមានរូបមកបែចេញក្រៅដែលមានរូបរាងពេញលេញហើយមានសង្ខាមមែកឈើអីដូចនៅក្នុងរូបភាពដែលយើងបានឃើញជាក់ស្ដែងផ្ដែរូបចុងក្រោយវិញម្ដងសម្រាប់ផ្ដែរូបចុងក្រោយនេះផងដែរគឺជាផ្ដែសាមញ្ញដែលមានលក្ខណៈដូចជាមានមែកឈើកងបែកខ្នងចូលដាក់គ្នាទៅវិញទៅមកហើយមានរូបព្រះកាលខំនៅកណ្ដាលមានរូបបដិមានៅខាងលើមានក្បាច់លម្អមែកឈើមានលក្ខណៈជាឆ្នូតសម្រាប់ផ្ដែក៏សូមតែបញ្ចប់ត្រឹមនេះឥឡូវនេះយើងចូលដល់សសរពេជ្រវិញម្ដងឥឡូវនេះយើងចូលមកដល់សសរពេជ្រវិញម្ដងសម្រាប់សសរពេជ្រក្នុងរចនាបថបន្ទាយស្រីនេះយើងឃើញមានក្បាច់ស្លឹកឈើមានទំហំតូចហើយមានរំយោលតូចនៅចន្លោះស្លឹកឈើហើយសសរពេជ្រនេះក៏មានរាងមូលហើយក៏លាយឡំជាមួយនឹងម៉ូត8ជ្រុងផងដែរដែលមានក្បាច់សសរពេជ្រហ្នឹងគេធ្វើជាកង1ភាគ4និង1ភាគ2ហើយក្បាច់គេវ៉ាន់ធ្វើពីទំហំតូចជាងរហូតដល់ទំហំស្មើគ្នាបន្តិចម្ដងសសរពេជ្រក៏បានបញ្ចប់ត្រឹមប៉ុណ្ណឹងឥឡូវនេះយើងចូលមកដល់ហោជាងវិញម្ដងសម្រាប់ហោជាងយើងសង្កេតឃើញថានៅខាងលើហ្នឹងមានជាទ្រនងរាងដូចជាកុបភ្លើងឬក៏យើងហៅថាក្បាច់អង្គរហ្នឹងមិនតែប៉ុណ្ណោះក៏មានមកបែចេញក្រៅនៅខាងចុងហោជាងផងដែរហើយខ្លួនមកហ្នឹងមានលក្ខណៈកងចូលក្នុងចេញក្រៅដូចនៅក្នុងរូបភាពដែលយើងបានឃើញជាស្ដែងនៅក្នុងផ្ទៃមកហោជាងហ្នឹងមានចម្លាក់ជាសាច់រឿងឬក៏ក្បាច់ស្លឹកឈើអីផ្សេងជាធម្មតាអីចឹងទៅហើយលើពីនេះទៀតហ្នឹងនៅលើហោជាងមន្ទីរស្រីគេមានចម្លាក់ជាក្បាច់ថ្មីគឺមានសត្វនាគនៅខាងចុងមានតែប៉ុណ្ណោះមានមកជាសត្វនាគដែលយើងអាចហៅថាសត្វមកហ្នឹងជាសត្វនាគដែលជារចនាបថថ្មីរបស់ប្រទេសស្រីផងដែរយើងចូលមកដល់រូបភាពបន្តនេះជារូបភាពផ្ដែចុងក្រោយគេសម្រាប់រូបផ្ដែចុងក្រោយគេនេះផងដែរយើងសង្កេតថាវាមានលក្ខណៈដូចជាហោជាងនៅក្នុងរចនាបថប្រាសាទព្រះវិហារដែរដោយសារតែនៅខាងលើហ្នឹងមានកប់ភ្លើងហើយនៅចុងម្ខាងនៃខោជាងហ្នឹងឃើញមានកន្ទុយមកអមសងខាងហើយអ្វីដែលកាន់តែថាដូចប្រាសាទព្រះវិហារទៀតនោះគឺចំពោះរូបផ្ដែគឺរូបរាងផ្ដែហ្នឹងគេធ្វើបែបជាប្រឆិតចុះទៅឡើងលើចុះមកក្រោមដូចជាក្នុងរូបភាពដែលយើងបានឃើញហើយអ្វីដែលកាន់តែគួរចាប់អារម្មណ៍ជាងនេះទៀតនោះគឺទៅលើផ្នែកខាងក្រោមនៃផ្ដែឬក៏នៃហោជាងនោះយើងឃើញថាទម្ររបស់វាហ្នឹងគឺចាប់ដើមធ្វើមានកម្រាស់ក្រាស់ជាងមុនដែលបើយើងមើលរចនាបថមុនរៀងមានលក្ខណៈថាស្ដើងទៅតែម្ដងហោជាងចុងក្រោយគេនេះយើងឃើញថាទម្រនៃហោជាងឬក៏ទម្រនៃផ្ដែហ្នឹងមានលក្ខណៈក្រាស់ឬក៏មានលក្ខណៈធំជាងមុនខ្លាំងសម្រាប់ហោជាងក៏ត្រូវបានបញ្ចប់ឥឡូវនេះយើងក៏លេខមកមើលរូបបដិមាវិញម្ដងសម្រាប់បដិមាគឺមាន2បដិមារូបប្រុសនិងបដិមារូបស្រីតែខ្ញុំសូមនិយាយអំពីរូបបដិមារូបប្រុសមុនចំពោះរចនាបថបន្ទាយស្រីក៏មានលក្ខណៈដូចតែប្រៃរូបដែរទេមានទី1គឺមានសម្ពុតរូបត្បិតមានថ្នាក់សម្ពុតហើយមានថ្នាក់សម្ពុតប្រឌិតមានជាសម្ពុតធ្លាក់ចំពីមុខនៅចំកណ្ដាលមានក្បាច់ជាកន្ទុយត្រី2ជាន់មិនតែប៉ុណ្ណោះក៏មានជាសម្ពុតហ្នឹងធ្លាក់សងខាងដែលមានរាងឬក៏សន្តានហ្នឹងដូចជាកសែងសំយងចុះក្រោមហើយនៅខាងមុខក៏មានជាសម្ពុតហ្នឹងបាសឡើងលើដូចជាផ្លិតផងដែរ
មួយទៀតនោះគឺថ្នាក់សម្ពត់ប្រឌិតមានទំហំតូចជាងមុនបើយើងនិយាយពីការស្លៀកក្បាន់វិញក៏យើងសង្កេតឃើញថាគេស្លៀកនឹងគេចង់ពីមុខហើយគឺវត្តចូលទៅក្រោយដែលធ្វើឲ្យយើងឃើញថាជាយសម្ពត់ឬក៏ជើងសម្ពត់ហ្នឹងឬក៏ជើងក្បាន់ហ្នឹងមានលក្ខណៈស្មើគ្នាឥឡូវនេះសម្រាប់ការស្លៀកពាក់ក៏ត្រូវបានបញ្ចប់យើងគឺក្រឡេកមកមើលគិរីតមង្គតវិញសម្រាប់គិរីតមង្គតមានលក្ខណៈតូចជាងមុនតែមានក្បាច់ពងត្រីរហូតដល់2ជាន់តែទោះបីជាមាន2ជាន់ក៏ដោយតែក្បាច់ពងត្រីនឹងមានលក្ខណៈតូចជាងមុនបើយើងក៏លេចទៅមើលបដិមាមួយក្រុមទៀតវិញគេនិយមធ្វើជាសម្បត្តិនឹងដូចជាផ្លិតគ្រប់នៅពីលើហើយសំយងចុះក្រោមបើនិយាយដល់មកគាត់យើងឃើញថាមានរាង8ជ្រុងហើយស្រួយដូចជាសាជីបន្ទាប់មកយើងចូលដល់ក្រុមចុងក្រោយគេគឺជាក្រុមដែលចម្លងពីរចនាបថគូលែនដែលមានសម្បត្តិលាតគ្មានផ្នត់ហើយផ្លូវមកខាងឆ្វេងនឹងមានថ្នាក់សម្ពត់ប្រឌិតដែលមានធំហើយនៅផ្លូវខាងស្ដាំមានជាយសម្ពត់ដូចកន្សែងសំយងចុះក្រោមលើពីនេះទៅទៀតនៅផ្នែកកណ្ដាលក្រុមចង្កេះគេធ្វើជាយដូចជាត្រប់សណ្ដែកសំយងចុះក្រោមចំនួន2ឬក៏យើងហៅថាបូហ្នឹងគេធ្វើចំនួន2បើក៏លេខដល់ជើងដើមមកុដវិញចំពោះជើងដើមមកុដយើងឃើញថាគេបួងសក់ឡើងលើហើយទម្លាក់ចុះក្រោមជាក្លែបដែលមានរាងដូចជាអក្សរយូសម្រាប់បដិមារូបប្រុសក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណឹងឥឡូវនេះយើងក៏លេខមកមើលបដិមារូបស្រីវិញម្ដងសម្រាប់បដិមារូបស្រីយើងសង្កេតឃើញថាមានស្លៀកសម្ពត់ហូទីវែងហើយធ្វើផ្នត់សម្ពត់ទម្លាក់ចុះក្រោមវែងនៅចំផ្នែកខាងមុខនៅត្រង់ផ្ចិតគេធ្វើជាសម្ពត់ទម្លាក់ចុះក្រោមមានរាងដូចជាត្រប់សណ្ដែកហើយអ្វីដែលយើងឃើញប្លែកមួយទៀតគឺសាច់សម្ពត់គ្មានការធ្វើផ្នត់នោះទេតែធ្វើបែបសាច់លាតហើយគេមានធ្វើខ្សែក្បាច់ធំមានលម្អដោយរំយោលកម្រងមេលាសម្រាប់រឿងមួយទៀតនៅក្នុងរចនាបថប្រទេសស្រីគេមាននិយមប្រើមកុដនោះទេភាគច្រើនគេយកសក់នឹងមកធ្វើជាម៉ូដលម្អជំនួសមកុដវិញសម្រាប់ម៉ូដសក់មានដូចជាក្រងឬក៏រមួលទម្លាក់ទៅក្រោយតែប៉ុណ្្នឹងទេសម្រាប់ម៉ូដសក់យើងក៏ត្រូវបានបញ្ចប់ឥឡូវហ្នឹងយើងមកចូលដល់រូបរាងកាយវិញម្ដងសម្រាប់រូបរាងកាយយើងសង្កេតឃើញថារូបរាងកាយរបស់រូបបដិមាទាំងប្រុសទាំងស្រីហ្នឹងមានលក្ខណៈសមសួនមែនទែនទាំងដៃទាំងដងខ្លួនហ្នឹងអត់មានផ្នែកណាមួយធំជាងផ្នែកណាមួយនោះទេហើយមានចិញ្ចើមកងត្រជាក់វែងបើកថ្មីធំការដែលកាត់បើកថ្មីធំហ្នឹងគឺដើម្បីបង្ហាញអំពីអំណាចរបស់គាត់ដើម្បីបង្ហាញអំពីអំណាចរបស់រូបបដិមានីមួយចឹងតើសម្រាប់នៅតួនាទីរបស់ខ្ញុំក៏ត្រូវបានបញ្ចប់ឥឡូវនេះខ្ញុំសូមប្រកាសតួនាទីបន្តឲ្យមិត្តរួមមានសូមប្រកាសតួនាទីនេះទៅដល់សមាជិករួមក្រុមរបស់ខ្ញុំវិញម្ដងជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះពេជ្រម៉ាលីដែលមានតួនាទីនិយាយអំពីទេវកថានៃប្រាសាទបន្ទាយស្រីតែទេវកថានៃប្រាសាទបន្ទាយស្រីនេះដែរគឺមានច្រើនរឿងប៉ុន្តែខ្ញុំសូមជ្រើសរើសយកតែ3ឬ4រឿងតែប៉ុណ្ណោះដែលរឿងទី1នោះគឺរឿងនាងឧមាមហេស្វរៈសាលវែងខាងត្បូងនៃផ្លូវចូលពីខ្លងទ្វារទី1និងសាលហោជើងទិសខាងកើតនៃប្រាង្គសំខាន់នៃទិសខាងត្បូងតែរឿងនេះដែរដំណើរថានៅពេលដែលព្រះឥសូរកំពុងតាំងសមាធិនៅលើភ្នំកៃសាលស្រាប់តែនៅចំពោះមុខរបស់ព្រះអង្គមានផុសចេញនៅទេពធីតាមួយអង្គឈ្មោះឧមាដែលមានកំណើតចេញពីដំណក់ទឹកសន្សើមរបស់ស្ថានទាំង3គុំធាតុចូលគ្នាហើយភ្លាមនោះព្រះឥសូរនោះក៏ចាប់ចិត្តស្រឡាញ់នាងឧមាមួយរូបពេជ្រប៉ុន្តែព្រះនាងពោលថាបើព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែនទូលបង្គំស្នើសុំឲ្យមានវត្ថុពិសេសមួយធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់លើកដំបូងរបស់ព្រះអង្គមកលើខ្ញុំម្ចាស់ស្រាប់តែភ្លាមនោះនឹងមានរូបគោមួយដែលលេចចេញជារូបរាងមិនពេញលក្ខណៈនៅក្នុងគម្រោងការទឹកបណ្ដែតនៅលើលំហអាកាសជួនឃើញខ្លួនជួនឃើញស្នែងជួនឃើញមាត់ជួនឃើញជើងនិងជួនឃើញកន្ទុយហើយពេលនោះដែរព្រះនាងឧមានឹងបានស្នើសុំឲ្យព្រះឥសូរផ្គុំរូបគោឲ្យមានរូបរាងពេញលេញនិងមានជីវិតឡើងវិញព្រះឥសូរក៏យល់ព្រមហើយចាប់ផ្ដើមរៀបចំពិធីផ្គុំធាតុគោនោះដើម្បីជាចំណងដៃក្នុងពិធីមង្គលជានិច្ចចាប់ផ្ដើមព្រះឥសូរបានស្នើសុំនៅដំណក់ទឹកសន្សើមនៅលើខ្លួនរបស់ព្រះនាងឧមានិងដំណក់ទឹកភ្នែករបស់បាសីខ្លួនដែលរក្សានៅលើថ្ងាសរបស់ព្រះអង្គព្រះព្រហ្ម
បន្ទាប់មកព្រះឥសូរនឹងបានស្នើសុំនៅវត្ថុតឹមមួយទៀតគឺចោពន្ធរាំងស្អីទាំង6ពណ៌របស់ព្រះវិស្ណុភ្លាមនោះព្រះវិស្ណុនឹងបាននាំបញ្ចេញរស្មីចោពន្ធបង្កើតបានជាពន្លឺចែងចាំងទាំង6ពណ៌ចាក់ចូលក្នុងវត្ថុទិព្វទាំងឡាយនឹងនៅលើបាតដៃរបស់ព្រះឥសូរហើយព្រះឥសូរនឹងក៏បានដំណក់តុកទាំងនោះទៅលើបំណែករូបគោហើយរូបគោបានផ្គុំជារូបពេញលេញតែម្ដងក្រោយពីផ្គុំជារូបពេញលក្ខណៈនឹងមានជីវិតមកព្រះគោបានដើរចូលសម្ដៅទៅគោរពព្រះម៉ែឧមារួចនឹងគោរពព្រះឥសូរហើយគោនោះមានឈ្មោះថានិន្ទ្រៈក្រោយមកខ្លាចជាយានជំនិះនិងជាឆ្មាំការពាររបស់ព្រះឥសូរនិងនាងឧមានៅក្នុងពិធីមង្គលនោះដែរមុននឹងព្រះឥសូរលើកព្រះនាងឧមាក្រង3ដាក់នៅលើគោនិន្ទ្រៈព្រះនាងឧមាបានសួរទៅព្រះអង្គថាតើព្រះអង្គស្រឡាញ់ខ្ញុំម្ចាស់ទុកស្មើនឹងអ្វីព្រះឥសូរតបវិញថាទូលបង្គំស្រឡាញ់ទុកនឹងស្មើនឹងដួងជីវិតភ្លាមនោះព្រះឥសូរនឹងបានចាប់ផ្ដើមបីព្រះនាងឧមាដាក់នៅលើភ្លៅគូនៅលើគោនិន្ទ្រៈជាមួយគ្នាហើយពិធីអាពាហ៍ពិពាហ៍ក៏បានចាប់ផ្ដើមឡើងដោយមានអាទិទេពទាំងអស់បានចូលរួមអបអរថ្វាយពរជ័យដល់អ្នកទាំងពីរហើយនៅទីបំផុតនឹងអាទិទេពទាំងឡាយនឹងបានដឹកសម្រេចនាំគ្នាហៅព្រះឥសូរនិងនាងឧមាគេនោះថាឧមាមហេស្វរៈចូលមកដល់រឿងទី2គឺរឿងព្រះគិស្ណាសម្រាប់យក្សដំរីនិងតោចម្លាក់រឿងលើផ្តែររបស់ក្លោងទ្វារខាងកើតនៃកំពែងទី4រឿងនេះដំណើរថាការដែលព្រះវិស្ណុមានអាយុទើបតែ7ឆ្នាំស្ដេចយក្សកំសៈដែលជាឪពុកមាបានបញ្ជាឲ្យបិសាចដំរីនិងបិសាចតោតាមសម្លាប់នៅទីបំផុតគ្រឹស្ណានឹងបានសម្លាប់ដំរីនោះវិញដោយព្រះអង្គបានឈាន23ជំហានដើម្បីចាប់បោកសម្លាប់សត្វដំរីនោះប៉ុន្តែនៅតែមិនស្លាប់លុះដល់ជំហានទី24ទើបព្រះអង្គស្វែងយល់អំពីជីវិតរស់នៅនៃការដកដង្ហើមនៃដំរីនោះព្រះអង្គបានចងប្រមោចដំរីដើម្បីបិទច្រមុះបានកាច់ភ្លុកដំរីនិងច្របាច់មាត់របស់ដំរីជិតចុងក្រោយគឺជំហានទី25គ្រឹស្ណានឹងបានចាប់បោកដំរីនោះផ្ទប់ទៅនឹងដីទើបសត្វដំរីនោះបានរលាយរូបកាយបន្តិចម្ដងរហូតដល់រលាយបាត់ទៅរីឯបិសាចតោក៏មានមហិទ្ធិឫទ្ធិខ្លាំងអស្ចារ្យគ្មានអ្វីអាចសម្លាប់បានប៉ុន្តែត្រូវបានព្រះគិស្ណានឹងចាប់កន្ទុយរបស់សត្វតោរួចដករោមមួយសរសៃរហូតដល់អស់រោមកន្ទុយទើបសត្វតោនោះរលាយរូបកាយពីលោកទាំង3នេះបាត់ទៅចូលមកដល់រឿងទី3គឺរឿងព្រះគិស្ណាសម្រាប់មាកំសៈនៅក្នុងរឿងមហាភារតយុទ្ធចម្លាក់លើហៅជាងនៃហៅត្រៃខាងជើងផ្នែកខាងលិចក្នុងកំពែងទី4តែរឿងនេះដំណើរថាបន្ទាប់ពីបានបញ្ជាឲ្យតាមសម្លាប់កុមារគ្រឹស្ណៈមិនបានសម្រេចមកស្ដេចកំសៈនឹងបានរៀបចំឧបាយកលចុងក្រោយមួយទៀតដោយបានអញ្ជើញកុមារគ្រឹស្ណានឹងឲ្យចូលគល់ដើម្បីបង្ហាញនៅសមាធិចិត្តនឹករលឹកចំពោះក្មួយពេលក្មួយមកដល់នឹងយក្សកំសៈនឹងបានបញ្ជាឲ្យគេយកដំរីកំណាចមួយក្បាលឈរចាំនៅខ្លោងទ្វារចូលរបស់នគរដើម្បីរត់បោកជន់សម្រាប់កុមារគ្រឹស្ណាទាំងរស់ប៉ុន្តែត្រូវបានគ្រឹស្ណានឹងផ្ចាញ់ហើយចាប់គ្រវែងដំរីនោះឲ្យរលាកបាត់ទៅបន្ទាប់មកស្ដេចកំសៈនឹងបានឲ្យកុមារគ្រឹស្ណានឹងពោលរៀមប្រគួតបោកចំបាក់ជាមួយសេនារបស់ខ្លួនដែលជាអ្នកបោកចំបាក់ឯកគ្មានគូប្រៀបពួកអ្នកចំបាក់ទាំង5មានបំណងបោកសម្រាប់កុមារទាំង2ប៉ុន្តែត្រូវបានកុមារទាំង2សម្លាប់ទាំងអស់ដោយដឹងថាมันអាចផ្ចាញ់កុមារទាំង2តាមរយៈល្បិចក៏ទាំងនេះបានស្ដេចកំសៈនឹងបានហៅកុមារគ្រឹស្ណានឹងមកចូលចិត្តខ្លួនដើម្បីអោបក្មួយរបស់ខ្លួនស្ដេចកំសៈនឹងបានចាប់អោបគ្រវែងគ្រឹស្ណាយ៉ាងណែនហើយបានប្រើមហិទ្ធិឫទ្ធិកម្លាំងរបស់ខ្លួនដើម្បីច្របាច់អង្កាយគ្រឹស្ណាឲ្យខ្ទេចតែត្រូវគ្រឹស្ណាក្រវែងខ្លួនឲ្យរួចពីការប៉ុនប៉ងនោះហើយគ្រឹស្ណានឹងបានចាប់បោកកំសៈនឹងចាប់សម្លាប់នឹងកំបិតឲ្យស្លាប់បាត់ទៅចូលមកដល់រឿងទី4គឺរឿងស្ដេចយក្សក្រុងរាពណ៍បង្រួនព្រំកៃសាលចម្លាក់ហោជាងខាងកើតនៃមហាត្រៃខាងត្បូងនៃកំពែងទី4រឿងនេះដំណើរថាថ្ងៃមួយស្ដេចយក្សក្រុងរាពណ៍នឹងបានធ្វើដំណើរមកពីភ្នំកៃសាលដើម្បីជួបព្រះឥសូរប៉ុន្តែនៅពេលមកដល់ជើងភ្នំនឹងត្រូវបានឆ្មាំការពារទាំងឡាយមិនអនុញ្ញាតឲ្យចូលជួបព្រះអង្គដោយអាងលើអំណាចរដ្ឋានុភាពនៃកម្លាំងរបស់ខ្លួនដែលបានទទួលពរពីព្រះព្រហ្ម
ចង់សាឡបងមកដើម្បីជាមួយព្រះឥសូរផងស្ដេចយក្សនឹងបានអង្រួនភ្នំកៃសាដើម្បីរំខានដល់ការតាំងសមាធិរបស់ព្រះឥសូរពេលនោះព្រះនាងវតីដែលជាមហាស្រីរបស់ព្រះឥសូរមានសេចក្តីភ័យខ្លាចទៅនឹងការរំញ័ររំជួយភ្នំព្រះនាងក៏បញ្ញាប់មកគួងក្បែរព្រះស្វាមីព្រះឥសូរនឹងកើតនៅសេចក្តីខឹងក្រោធទៅនឹងស្ដេចយក្សព្រះអង្គក៏លើកមហាសីដាក់លើភ្លៅខ្លួនហើយព្រះអង្គក៏ប្រមូលកម្លាំងពីគ្រប់ស្ថានទាំង3ដែលដំណើរដោយគួរស្រូវកាន់ក្នុងដៃរបស់ព្រះអង្គហើយផ្គុំជាកម្លាំងសង្កត់ភ្នំទទឹមនឹងនោះព្រះអង្គបានប្រើម្រាមជើងរបស់ព្រះអង្គចុចលើភ្នំឲ្យសង្កត់លើស្ដេចយក្សមិនឲ្យកម្រើកបានហើយទីបំផុតស្ដេចយក្សក្រុងរាមនឹងក៏យកព្រមទទួលស្គាល់អំណាចរបស់ព្រះឥសូរហើយបានច្រៀងរយៈពេល1000ឆ្នាំទើបដើម្បីសូមនៅសេចក្តីអភ័យទោសពីព្រះឥសូរបានជំរាបសួរដល់លោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះទីងពិសិដ្ឋមកពីក្រុមទី8នឹងធ្វើការឡើងបកស្រាយនៅចំណុចចុងក្រោយនៃការបទបង្ហាញរបស់ក្រុមរបស់យើងខ្ញុំគឺចំណុចរួមជាចុងក្រោយនៃការធ្វើបទបង្ហាញនៃកិច្ចការស្រាវជ្រាវដែលដឹកនាំដោយលោកគ្រូលេងស៊ីរ៉ង់និងរៀបចំឡើងដោយក្រុមនិស្សិតនៃថ្នាក់ Department ប្រវត្តិវិទ្យាក្រុមទី8ថ្នាក់ A1 ត្រូវបានបញ្ចប់ក្រុមរបស់ខ្ញុំនឹងធ្វើការសរុបរួមនៅកិច្ចការទាំងឡាយដែលក្រុមរបស់ខ្ញុំបានធ្វើហើយក្រុមរបស់ខ្ញុំនឹងបង្ហាញនូវមេតិកាសំខាន់ៗដោយក្រុមរបស់ខ្ញុំលើកយកនូវមេតិកាសំខាន់ៗចំនួន6ដែលនិយាយតាក់ទងជាមួយនឹងប្រាសាទបន្ទាយស្រីដែលស្ថិតនៅក្នុងខេត្តសៀមរាបលើកមកបកស្រាយនៅក្នុងបទបង្ហាញដោយក្រុមរបស់ខ្ញុំលើកយកនៅ6ចំណុចរួមមានទី1គឺទីតាំងនៃប្រាសាទទាំងមូលទី2ប្រវត្តិនៃសាលាចារឹកសាងសង់នៅពេលណាដោយអ្នកណានិងឧទ្ទិសដល់អ្នកណាទី3ប្លង់របស់ប្រាសាទទាំងមូលទី4សិល្បៈរួមមានផ្ដែហោជាងសសរពេជ្រនិងបដិមាចំណុចទី5ទេវកថានិងចំណុចទី6គឺជាចំណុចរួមក្រុមរបស់យើងខ្ញុំសូមអរគុណសម្រាប់ការចូលរួមទស្សនានិងការបញ្ចេញនូវមតិកែលម្អមកកាន់ក្រុមរបស់យើងខ្ញុំសូមអរគុណ។